បងនៅចាំវាសនយ៉ាអូនថ្ងៃនេះបាត់ស្ងាត់សូនតើស្ងួនភ្លេចឬយ៉ាងណាទឹកទន្លេស្រងចងក្រៀមត្រូវសែងសូរិយាបងចាំស្ងួនដួងចិត្តសោកាមេត្តាវិលមកពីស្អីចូលឆ្នាំផុតទៅបាត់ស្រីពើគ្មាននំនឹងអ្វីតែទឹកធ្លាក់ខ្យល់ហើយណាថ្លៃនឹកដល់រាត្រីកាត់អិននៅចាំសំដីអូនវាចាបងនឹងសំខាន់អង្គុយមើលដួងព្រះច័ន្ទរាត្រីបណ្ដែតប្រទីពេលដងព្រៀងស្វាត់ព្រោះស្នេហ៍ពិតនៅឯជើងមេសំខំស្អាតថ្ងៃស្អាតក៏គ្មានក្លឹមសាជួយនាំពីពេជ្រពីស្នេហ៍ដែលអស់ក្លឹមសាប្រាប់ដំចាំចិត្តស្នេហាលោកស្រីមរណានៅតែរងចាំអ្នកស្រែស្មោះពិតទូមិត្តភ្លេចក៏ដល់ចង់មិនចង់ឲ្យខូចពីឈ្មោះពីតយំអ្នកស្រែដល់ទៅបើភ្លេចបងហើយពើអើយមេត្តាស្រដីទីក្រុងប្រាំងចិនដាស្រីសូមចរណៃកុំភ្លេចដីស្រែក៏គ្មានវាសនាជួយនាំពីពិតវាសនាដែលអត់ក្លឹមសាប្រាប់ដំចាំដួងស្នេហាទុកស្អីមកណានៅតែរងចាំអ្នកស្រែស្មោះពិតទូពុំមិនភ្លេចក៏ដល់ចង់មិនចង់ឲ្យខូចគេឈ្មោះវិទ្យុអ្នកស្រែដល់ទៅបើភ្លេចបងហើយទៅអើយមេត្តាស្រដីទីក្រុងប្រាំងចិនដាស្រីសូមចរណៃកុំភ្លេចដីស្រែសូមអរគុណច្រើនបាទហើយក៏សូមជម្រាបសួរបងប្អូននៅទីនេះក៏ដូចជាតាមគេឋានតារាសូមអរគុណចាជម្រាបសួរបាទជម្រាបសួរបាទកម្មវិធីយើងអត់ដែលត្រូវសួរតារាប៉ុន្តែត្រូវឡើងមកសួរពិសេសតារាចម្រៀងគាត់បាត់មុខយូរហើយអញ្ចឹងហ្នឹងតោះអ្នកកសែតនៅនឹងច្រើនបាត់មុខយូរខាងឡើងយូរភ័យតើចាហើយដែរភ័យបាទកសែតមកច្រើនណាព្រោះអ្នកកសែតមកច្រើនពេកខ្លាចសួរច្រើនទៅឆ្លើយមិនចេញឥឡូវនេះចង់ជម្រាបជូនដល់ទស្សនិកជនថាហេងបន្លាកបានវិលត្រឡប់មកបម្រើសិល្បៈវិញហើយមែនទេបាទឥឡូវនេះខ្ញុំបានត្រឡប់មកកំដររំបងប្អូនជាពលរដ្ឋទាំងអស់ ចាផ្នែកអីដែរផ្នែក hip hop ឬក៏ផ្នែកមនុស្សចេតនាបាទមនុស្សចេតនាដដែលបាទគឺទាំងថតគុណឬក៏ច្រៀងបាទចាសម្ដែងគ្រប់ផ្នែកទាំងអស់បាទគ្រប់ផ្នែកទាំងអស់ហាមចាបើសិនជា hip hop
បើសិនជាហៅទៅកំ pl ែងទៅរួចអត់ចឹង លៀបលេខកំ pl ែងបានលៀបបកាយកំ pl ែង បាន បាន ប៉ុន្តែបានតែក្នុងក្រៅខេឬក៏អីទៅ ចា កំ pl ែងលើឆា ជួយហៀបហត់ទៅរួចទេ ទៅមួយដែរ ចាបដាលក៏ទៅរួចដែរ បដាលថតរឿងបានដល់មែនតើទៅមួយ បាទ ចាប្រកាសខ្លួនចាប់ពីពេលនេះតទៅមែនទេ ខ្ញុំប្រកាសប្រហែលជាចិត្តមួយឆ្នាំហើយ អញ្ចឹងហ៎ បាទ ចាហេតុអីបានជាអត់ មានម៉ួយខ្លះគេហៅមានម៉ួយគេហៅថតខ្លះបាទ ចាមានថតចាប់ផ្ដើមថតរឿងភាគឲ្យស្ថានីយ៍ទូរទស្សន៍ហើយឬនៅ ចុងខែនេះថតឲ្យខាង CTN នេះដែរបាទ ចា បានល្បីគេឯងដែរមិនស្រួល ចា គេអាចផ្លិចយូរពេក ធម្មតាចាហេងមិនលៀបចាគាត់មានទឹកដមសំនៀងពីរោះហើយការសម្ដែងរបស់គាត់ក៏មានរឿងជាច្រើនដែលបងប្អូនប្រជាពលរដ្ឋរបស់យើងគាត់បានស្គាល់ពីស្នាដៃនៃការសម្ដែងដូច្នេះសង្ឃឹមថាវិស័យសិល្បៈរបស់ហេងមិនលៀបនៅពេលដែលត្រឡប់មកចូលបម្រើនៅក្នុងវិស័យសិល្បៈលើកនេះនឹងធ្វើឲ្យអារម្មណ៍របស់លោកអ្នកចារឹតតែមានការគ្រប់គ្រងហើយចង់ឲ្យលោកហេងមិនលៀបនៅតែបន្តសិល្បៈដដែលទៀតចា បាទគឺខ្ញុំស្រឡាញ់ណាស់ខាងសិល្បៈនេះប៉ុន្តែមួយរយៈនេះក៏ដោយសារខ្ញុំមានការមានញឹកជាមួយនឹងការងារការអញ្ចឹងក៏ខ្ញុំមិនឲ្យលេងទេមែនអត់ក៏ឲ្យលេងតាប៉ុន្តែគាត់ថាខ្ញុំរវល់ការងារក៏យើងបែងចែកពេលវេលាច្បាស់អញ្ចឹងខ្ញុំឥឡូវតនេះចាអូខេអរគុណចាជូនពរជោគជ័យខាងផ្នែកវិស័យសិល្បៈបន្តទៀតណាអរគុណបាទដែរជូនបាទចាអរគុណលៀបជួបនៅបាត់ក្រោយហើយមិនលៀបគាត់សម្ដែងទាំងកុនគាត់ច្រៀងគាត់គាត់បានទាំងអស់សិល្បៈគាត់លើកលែងតែគាត់និយាយមិញបដាល់ហើយនឹងទៅ hip hop អីចឹងណាទៅរួចកំ pl ែងបានក្នុងការសម្ដែងប៉ុន្តែលេងជាលើឆាកបានបាទអរគុណវគ្គក្រោយយើងជួបជាមួយនឹងបាទបទចម្រៀងបន្តទៀតបាទអនុញ្ញាតសម្រាប់ព្រឹក